បាត់ទៅហើយនៅថ្ងៃបន្ទាប់ម្ដាយត្រូវស្រែកដាស់ភារាជាច្រើនដងទម្រាំតែពេលក្រងក្រោកចេញពីក្រែដើរចូលបន្ទប់ទឹកផ្នែកបើកមិនរួចទម្រាំមកដល់សាលាគេចុកកណ្ដឹងចូលរៀនបាត់ទៅហើយក្នុងម៉ោងរៀនភារាស្ងាត់រហូតធ្វើឲ្យអ្នកគ្រូហៅគេនៅទូគ្មានភារាស្ដាយក្រោយចំពោះទង្វើរបស់ខ្លួនខ្លាំងណាស់យំមិនគួរធ្វើកិច្ចការសាលាបណ្ដាលេងរាធ្វើរហូតដល់ម៉ោង 11 យប់ទៅរួចរាល់កណ្